អាមេរិកអ៊ីស្រាអែលនិងសម្ព័ន្ធមិត្តបានទៀតទេដូច្នេះអាការដែលចង់ប្រយុទ្ធឬក៏ចង់ដែលក៏កំណត់ថាខ្លាំងមែនតែនថាសង្គ្រប់អ៊ីរ៉ង់អីបន្តទៀតនោះគឺហាក់បីដូចជាមិនចាំបាច់ក្នុងន័យហ្នឹងហើយបានជាថ្មីនេះលោកត្រាំដឹងថាអ៊ីរ៉ង់ទុនដៃមិនអាចតដៃវិញបានទេដោយសារតែសម្ព័ន្ធមិត្តអាមេរិកដែលផ្លោងដាក់អ៊ីរ៉ង់ហ្នឹងក៏ច្រើនពេកទៅធ្វើឲ្យគាត់រហូតតទៅហ៊ាននិយាយផ្កើនឬក៏ឌឺដងដាក់លោកនាយរដ្ឋមន្ត្រីរបស់ប្រទេសអង់គ្លេសចក្រភពអង់គ្លេសនោះថានៅពេលដែលគាត់ចង់ជួយជាដូចថាយន្តហោះចម្បាំងដើម្បីជួយវាយជួយអីហ្នឹងលោកត្រាំគាត់ថាបានហើយអឺសង្គ្រាមហ្នឹងវាគាត់មិនចាំបាច់មកជួយនៅពេលដែលអាមេរិកវាយឈ្នះអ៊ីរ៉ង់បាត់ទៅហើយទេនៅក្នុងន័យនេះគឺក៏ចង់ប្រាប់ទៅប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកឬក៏ប្រទេសដែលស្ទាក់ស្ទើរដទៃទៀតថាបើជ្រេមជ្រុំញៀមញំអីច្រើនស្ទាក់ស្ទើរទេមិនបាច់ទេមកដល់ម៉ោងនេះហើយវាហួសពេលហើយអូនអញ្ចឹងទៅក៏ប៉ុន្តែភាសាបែបហ្នឹងនៅក្នុងន័យការទូតវាហាក់បីដូចជាក្រូតគ្រាបន្តិចដែរខ្ញុំនឹងបកស្រាយរឿងនេះប៉ុន្តែយើងវិលមករឿងសាំងវិញហេតុអីបានជាចុះថ្លៃហេតុអីបានជាសាំងឡើងថ្លៃពីដំបូងបើយើងនិយាយឲ្យងួយងាយស្ដាប់បានយើងដឹងថាបើដឹងថាសាំងឡើងថ្លៃពីដំបូងបានយើងដឹងថាហេតុអីបានជាសាំងចុះមកវិញពីដំបូងឡើយគឺនៅពេលដែលគ្រាប់ផ្លោងចាប់ផ្ដើមវាយស្រោចនៅប្រទេសអ៊ីរ៉ង់គឺលំហូរនៃការផលិតប្រេងឬក៏នាំប្រេងចិនចាប់ផ្ដើមមានបញ្ហាហើយបញ្ហាដែលធំបំផុតដែលតកតងនឹងការដឹកនាំប្រេងចេញទេតាមពិតប្រេងនៅតែបូមជាប្រចាំទេប្រេងមកពីប្រទេសដែលធំជាងគេនៅក្នុងតំបន់ឈូងសមុទ្រពាក់នៅតំបន់ក្បែរអ៊ីរ៉ង់ហើយដែលដឹកតាមច្រកសមុទ្រឈូងច្រកសមុទ្រមួយដែលហៅថា Hormuz ដែលគេដែលមានចម្ងាយទទឹងប្រមាណជា31គីឡូម៉ែត្រហ្នឹងគឺច្រកហ្នឹងគឺមែនតែនគឺត្រូវហូរនាំនាវាច្រើនណាស់ពីកាតាអារ៉ាប់រួមឬក៏ប្រទេសផ្សេងដែលនៅក្នុងតំបន់ហ្នឹងដើម្បីដឹកប្រេងដែលបានបូមរួចចម្រាញ់រួចឬយ៉ាងណានោះគឺត្រូវដឹកតាមកប៉ាល់ឆ្លងកាត់ច្រកហ្នឹងហើយច្រកហ្នឹងមែនតែនគឺម្ចាស់ដែនអធិបតេយ្យដែលគ្រប់គ្រងច្រកហ្នឹងគឺអ៊ីរ៉ង់ដូច្នេះនៅពេលដែលមានសង្គ្រាមនឹងភ្លាមអ៊ីរ៉ង់ចាប់ផ្ដើមបិទច្រកនឹងភ្លាមបិទច្រកដែលនាំប្រេងចេញហ្នឹងបងប្អូនច្រកហ្នឹងមិនមែននាំប្រេងតិចទេណានៅក្នុងមួយថ្ងៃមានប្រេងនាំតាមច្រកហ្នឹងមិនតិចជាង16,000លានបារ៉ែលបងប្អូនមិនមែន16បារ៉ែលហើយក៏មិនមែន16,000បារ៉ែលហើយក៏មិនមែន1លានហើយក៏មិនមែន100លានដែរគឺ16,000លានបារ៉ែលដែលត្រូវឆ្លងកាត់នៅក្នុងច្រកហ្នឹងជាប្រចាំថ្ងៃបងប្អូនសាកគិតមើលបើមួយបារ៉ែល$100ចុះ16,000លានបារ៉ែលតើវាប្រមាណកោតប្រមាណអឺ trillion ដុល្លារយើងគិតមើលទៅណាដូច្នេះប្រេងហ្នឹងគឺវាច្រើនសន្ធឹកមែនតែនហើយដល់ពេលមានបញ្ហាហ្នឹងគឺអ៊ីរ៉ង់បិទច្រកហ្នឹងព្រោះគេជាដែនទឹករបស់គេអញ្ចឹងគេបិទចោលតែម្ដងគឺមិនអោយហើយការដែលមិនអោយដឹកចេញហ្នឹងគឺបើមាននាវាណាហ៊ានបថុយតានាវាដឹកប្រេងដែលមិនមែនជានាវាចម្បាំងអីសោះហ្នឹងក៏អ៊ីរ៉ង់បាញ់កំទេចចោលដែរអញ្ចឹងអ៊ីរ៉ង់នៅពេលហ្នឹងចាប់ផ្ដើមគេប្រើអយុធនាការមួយគឺមិនបានស៊ីឆ្លៀឲ្យខ្ទេចបាទសុំទោសខ្ញុំប្រើឃ្លាហ្នឹងចង់និយាយថាអ៊ីរ៉ង់ចង់ប្រាប់ថាអ្នកណាក៏ដោយឲ្យតែដឹកប្រេងតាមផ្លូវហ្នឹងគឺត្រូវតែបាញ់កំទេចខ្ទេចខ្ទីអញ្ចឹងទៅដើម្បីធ្វើឲ្យពិភពលោកចាប់ផ្ដើមមានបញ្ហាប្រេងកាតវាអាចជាសម្ពាធរបស់អ៊ីរ៉ង់ចង់ប្រាប់ទៅពិភពលោកឲ្យជួយថ្កោលទោសអាមេរិកនិងអ៊ីស្រាអែលនិងសម្ព័ន្ធមិត្តផងថាដោយសារតែឈ្លានពានដែនអធិបតេយ្យអ៊ីរ៉ង់បែបនេះបានជាអ៊ីរ៉ង់អាចនឹងសម្រេចកិច្ចការនឹងមួយគឺដើម្បីឲ្យពិភពលោកបានដឹងថាឃើញទេវាយអ៊ីរ៉ង់ប៉ះសបុកអាម៉ាល់ហើយដែលប៉ះសបុកអាម៉ាល់គឺគេធ្វើផ្ដាច់ជីបចរប្រេងនាំចេញទៅសហគមន៍អឺរ៉ុបឬក៏ទៅពិភពលោកទៅធ្វើឲ្យតម្លៃប្រេងគឺលោតឡើងខ្ពស់មែនតើដោយសារអីគឺវាខ្សោះអាការដែលផ្គត់ផ្គង់ប្រេងហ្នឹងព្រោះ16,000លានបារ៉ែលវាច្រើនសន្ធឹកណាស់ក៏ប៉ុន្តែបងប្អូន16,000លានបារ៉ែលនៅក្នុងមួយថ្ងៃដែលដឹកឆ្លងកាត់តំបន់ហ្នឹងគឺវាស្មើនឹងតែ20%នៃប្រេងដែលចរាចរនៅលើទូទាំងពិភពលោកដូច្នេះបានន័យថាប្រេងមួយថ្ងៃដឹកចេញច្រើនពាន់លានណាស់អាចដល់ទៅ100,000លានហើយ100,000លានបារ៉ែលព្រោះអីយើងមើល16,000លានបារ៉ែលដែលដឹកចេញតាមច្រក Hormuz ហ្នឹងគឺស្មើត្រឹមតែ
20%នៃប្រេងដែលចរាចរណ៍នៅលើពិភពលោករៀងរាល់ថ្ងៃផងហើយដូច្នេះសង្វាក់ផលិតកម្មឬក៏ប្រេងដែលត្រូវការប្រើប្រាស់ជាបន្ទាន់គឺ20%ត្រូវបាត់ភ្លាមហើយយើងគិតមើលសុកស្រាប់តែ20%បាត់តើវានឹងប៉ះពាល់អីប៉ះពាល់ដែលធំបំផុតគឺតម្លៃប្រេងវាត្រូវតែប្រេងឆៅត្រូវតែលោតឡើងខ្ពស់ភ្លាមមួយរំពេចដោយសារតែការផ្គត់ផ្គង់វាខ្សោះហើយដោយសារតែអញ្ចឹងយើងឃើញប្រហែលថ្ងៃនេះប្រេងចាប់ផ្ដើមឡើងថ្លៃដោយសារតែខ្វះការផ្គត់ផ្គង់ប្រជាពលរដ្ឋត្រូវការប្រើប្រាស់ច្រើនហើយការ៉ាសសាំងមួយចំនួនអាចនឹងកិច្ចកុកហ្នឹងក្នុងន័យថាស្ទង់មើលស្ថានភាពសិនសុកចិត្តបិទការ៉ាសសាំងមិនលក់សាំងថាអស់សាំងជាងលក់ឲ្យដល់ពេលសាំងឡើងថ្លៃទើបលក់អីអញ្ចឹងទៅយើងឮព័ត៌មាននេះនៅប្រទេសកម្ពុជានៅស្រុកក្រៅមិនឮថាការ៉ាសសាំងណាបិទទេព្រោះឲ្យតែឡើងគឺគេទៅឡើងតាមហ្នឹងតែអញ្ចឹងទៅប៉ុន្តែនៅស្រុកខ្មែរយើងឮបងប្អូនថាការ៉ាសសាំងមួយចំនួនពេលដែលសាំងនៅអត់ទាន់បានឡើងថ្លៃនៅស្រាប់ថាអស់មានសាំងលក់ហើយស្រាប់ដល់តែពេលសាំងឡើងថ្លៃភ្លាមស្រាប់តែមានសាំងលក់អីចឹងខ្ញុំនឹងបញ្យល់រឿងនេះបន្ថែមទៀតចឹងវិលមកវិញអំពីដើមចមដែលធ្វើឲ្យប្រេងអត់សម្បូរប្រេងអត់សម្បូរហ្នឹងគឺទី1តែធំបំផុតហ្នឹងគឺសង្គ្រាមនៅអ៊ីរ៉ង់ហ្នឹងគឺដោយសារអ៊ីរ៉ង់បិទអាច្រកនាំប្រេងចិនចេញហ្នឹងមិនមែនប្រេងនាំចេញតែពីអ៊ីរ៉ង់ទេគឺប្រេងនាំចេញពីប្រទេសផ្សេងដែលឆ្លងកាត់តាមច្រកសមុទ្រហ្នឹងដែលប្រទេសអ៊ីរ៉ង់គ្រប់គ្រងនឹងឯងហើយមិនឲ្យឆ្លងហើយបាញ់កំទេចនាវាដឹកប្រេងមាននាវាខ្លះបថុយមិនមែននាវាចម្បាំងទេបថុយតទៅពេលបថុយក៏ត្រូវការបាញ់កំទេចចឹងដែរឬក៏យូរទៅអ្នកដែលនេះហ្នឹងក៏គ្នាអត់ហ៊ានបថុយទេសុកចិត្តរងចាំមើលសង្គ្រាមស្ងប់វិញរហូតដល់ទៅលោកត្រាំពេលខ្លះគាត់មួម៉ៅគាត់ពេកខឹងខាងនាវាដែលដឹកប្រេងហ្នឹងអត់ហ៊ានបថុយគាត់ថាហេតុអីក៏មិនហ៊ានបថុយខ្លះមើលវាមិនដែលបាញ់លិចទាំងអស់អីចឹងទៅអាហ្នឹងគឺអ្វីដែលលោកត្រាំគាត់និយាយមុនហ្នឹងក៏ប៉ុន្តែមកដល់ម៉ោងនេះស្រាប់តែការផ្គត់ផ្គង់ប្រេងនៅលើពិភពលោកចាប់ផ្ដើមខ្វះដោយសារតែ20%នៃប្រេងទាំងអស់នោះមិនអាចដឹកចេញបានថ្ងៃនេះស្រាប់តែតម្លៃប្រេងមុនហ្នឹងដែលខ្ញុំផ្សាយនោះប្រហែលជាជិត10ម៉ោងហើយ8ទៅ10ម៉ោងហើយគឺតម្លៃប្រេងហ្នឹងចាប់ផ្ដើមឡើងទៅដល់$120ផ្អើលជំវិញពិភពលោកថាអូយើងនឹងមានវិបត្តិប្រេងធំមែនតើតែនៅពេលដែលលោកត្រាំដឹងថាប្រេងនឹងថ្លៃខ្លាំងដោយសារតែឈ្មួញកណ្ដាលឬក៏ឈ្មួញលក់ហ្នឹងគេចាប់ផ្ដើមគិតថាវាខ្សោះមែនតើណាអាច្រកដែលដឹកប្រេងចេញហ្នឹងអ៊ីរ៉ង់ច្បាស់ជាគ្រប់គ្រងបានមែនតើណាចុះអាមេរិកអត់មានធ្វើអីខ្លះទេឬលោកត្រាំក៏បានប្រកាសថាសង្គ្រាមនៅអ៊ីរ៉ង់ចប់សពគ្រប់ហើយប៉ុណ្ណឹងបានហើយចង់និយាយថាវាមិនមានស្អីអស្ចារ្យទៀតទេនៅបង្ក្រាបនៅគ្រប់គ្រងអីបន្តទៅទៀតប៉ុន្តែវាមិនមែនក្តៅកគុកដូចថ្ងៃទី28ខែកុម្ភៈទេមួយទៀតក្រៅពីហ្នឹងគឺអង្គការឬក៏ប្រទេស G7 គឺប្រទេសមហាអំណាចទាំង7នៅលើពិភពលោកដោយទាំងសហភាពអឺរ៉ុបផងតាមពិតបើដោយសហភាពអឺរ៉ុបមួយទៀតវាទៅ8ហើយក៏ប៉ុន្តែបើយើងនិយាយឲ្យមែនតែនប្រទេសដែលជាZ7 ហ្នឹងគឺមានប្រទេសមានសហរដ្ឋអាមេរិកមានកាណាដាមានចក្រភពអង់គ្លេសមានបារាំងអ៊ីតាលីអាល្លឺម៉ង់ជប៉ុនទាំង7ហ្នឹងគឺប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនមហិមាហើយក៏មានផលិតប្រេងខ្លួនឯងបានទៀតហើយដោយទាំងអឺរ៉ុបអាហ្នឹងយើងសរុបទៅវាដូចតែ8ចឹងអញ្ចឹងប្រទេសសេ7ហ្នឹងនៅក្នុងថ្ងៃជាមួយគ្នានៅពេលដែលលោកត្រាំប្រកាសអំពីថាសង្គ្រាមនៅអ៊ីរ៉ង់ចាប់សັບគ្រប់ហ្នឹងគឺគេចាប់ផ្ដើមបញ្ចេញប្រេងឆៅដែលជាប្រេងបំរុងទុករបស់គេនោះក៏ចេញមកទីផ្សារដែរដើម្បីកុំឲ្យអាខ្វះដែលថាប្រេងនាំចេញមកមិនបានហ្នឹងអញ្ចឹងមានប្រហែលជាង1000លានបារ៉ែលដែរសម្រាប់បញ្ចេញអាប្រេងគេស្តុកទុកបំរុងហ្នឹងណានៅពេលដែលមានបញ្ហាផ្គត់ផ្គង់បន្ថែមបែបនេះហើយប្រទេសទាំងអស់នេះសុកចិត្តថាជាប្រេងបំរុងទុកក្នុងគ្រាមានអាសន្នអន់ក្រោយឥឡូវគ្រាអាសន្នហើយដើម្បីកុំឲ្យគេពវក់ទីផ្សារអញ្ចឹងក៏បញ្ចេញពិចារណានាំគ្នាគិតថាត្រូវតែបញ្ចេញគ្រាន់តែដំណឹងថាបញ្ចេញប្រេងនឹងភ្លាមវាស្របទៅនឹងអ្វីដែលលោកត្រាំនិយាយផងហើយមួយទៀតបន្ថែមទៅនឹងពិសេសទៅទៀតដែលប្រេងនេះចាប់ផ្ដើមធ្លាក់ថ្លៃវិញនោះគឺលោកត្រាំបានព្រមានទៅប្រទេសអ៊ីរ៉ង់ទៀតថាទៅថ្ងៃបន្តិចទៀតឬក៏នៅអនាគតដ៏ខ្លីនេះអាមេរិកគ្រោងនឹងវាយកាន់កាប់យកច្រក Hormuz នឹងតែម្ដង
ហេតុអីបានជាអាមេរិកនិយាយដូច្នេះគឺអាមេរិកចង់គ្រប់គ្រងដែនសមុទ្រហ្នឹងគឺមិនឲ្យអ៊ីរ៉ង់យកជាចំណាប់ខ្មាំងនៅក្នុងការទប់មិនឲ្យប្រេងដឹកចេញទៅពិភពលោកកុំឲ្យអ៊ីរ៉ង់កកូរអញ្ចឹងអាមេរិកក៏បានពមៀនដែរតិចទៀតអាមេរិកនឹងគ្រប់គ្រងតំបន់នោះតែម្ដងបើអ៊ីរ៉ង់មិនសារភាពឬក៏មិនបើកអាចច្រកហ្នឹងដោយតាមដោយស្វ័យប្រវត្តិឬក៏ដោយមិនចាំបាច់មានការបង្ខំឬមានលក្ខខណ្ឌអីនោះណាហើយដល់អញ្ចឹងទៅធ្វើឲ្យពិភពលោកឬក៏អ្នកដែលដឹកប្រេងហ្នឹងក៏មានដូចថាភាពកក់ក្ដៅដែរកក់ក្ដៅត្រង់និយាយថាមិនខ្វះប្រេងទៀតទេព្រោះបើអាមេរិកទៅគ្រប់គ្រងដែនសមុទ្រហ្នឹងទៀតអ៊ីរ៉ង់គឺមិនអាចមកទៅបាញ់កប៉ាល់បាញ់អីនឹងបានទៀតទេព្រោះអាមេរិកអាចនឹងសង្គ្រប់អ៊ីរ៉ង់បន្ថែមទៀតបើហ៊ានទៅលូកដៃឲ្យអាមេរិកព្រមានចេះទៀតលោកត្រាំថាបើសិនជាអ៊ីរ៉ង់ហ៊ានតែផ្ដេសផ្ដាស់នៅអាតំបន់ឈូងសមុទ្រដែលបើក្នុងថ្ងៃដែលអាមេរិកទៅគ្រប់គ្រងបានហ្នឹងហើយមកលូកដៃអញញ៉ៃបាញ់កភ្លើងកញ្ជ្រួចអីមកតតាំងអីទៀតអ៊ីរ៉ង់អាចនឹងបាត់ឈ្មោះចេញពីពិភពលោកទៅទៀតអានឹងភាសារបស់លោកត្រាំគាត់រៀងដូចជាធ្ងន់ដែរតែយ៉ាងណាបងប្អូនអានេះគឺជាសារនយោបាយរបស់គាត់ដើម្បីប្រាប់ទៅប្រទេសអ៊ីរ៉ង់ហើយក៏បានផលដែរបងប្អូនយើងឃើញទេផលហ្នឹងគឺភ្លាមគ្រាន់តែលោកត្រាំនិយាយរឿងដូចខ្ញុំនិយាយបានចំណុចហ្នឹងហើយនៅមានចំណុចផ្សេងទៀតដែលធ្វើឲ្យប្រេងហ្នឹងធ្លាក់ថ្លៃចំណុចទី1គឺបានន័យថាលោកត្រាំនិយាយថាសង្គ្រាមនៅអ៊ីរ៉ង់ចប់សពគ្រប់អាហ្នឹងបានន័យថាប្រជាពលរដ្ឋទុកចិត្តថាអត់មានវាយមានអីស្ទះសេវាសង្វាក់ផលិតកម្មនៅក្នុងការផលិតប្រេងដឹកប្រេងអីចឹងទៅអាហ្នឹងបានន័យថាការផ្គត់ផ្គង់ហ្នឹងវាអាចមានសម្បូរទៀតមិនរាំងស្ទះដោយសារសង្គ្រាមទី2គឺប្រទេស Z7 ពិចារណាដើម្បីបញ្ចេញប្រេងបំរុងរបស់ខ្លួនដែលមានស្រាប់ដើម្បីឲ្យទីផ្សារនឹងសម្បូរវិញនឹងជាង1000លានបារ៉ែលទៀតដូច្នេះវាផ្សំគ្នាអញ្ចឹងទៀតហើយទី3គឺតកតងនឹងការដែលអឺលោកត្រាំថាគ្រោងនឹងរៀបចំវាយយកដែនសមុទ្រដែលជាច្រកចេញចូលប្រេងហ្នឹងបើសិនជាអ៊ីរ៉ង់មិនបើកដោយឥតលក្ខខណ្ឌនោះទេអាហ្នឹងទៅធ្វើឲ្យមនុស្សកាន់តែកក់ក្ដៅទៀតបន្ទាប់ពីហ្នឹងគឺលោកត្រាំក៏បាននិយាយទៀតថាក៏បានជួបជាមួយនឹងប្រធានាធិបតីសំទោសនាយករដ្ឋមន្ត្រីអង់គ្លេសដើម្បីជជែកគ្នាគាត់ជជែកជាមួយនឹងនាយករដ្ឋមន្ត្រីអង់គ្លេសហ្នឹងគឺធ្វើឲ្យការជជែកគ្នានេះវាមានភាពស្និទ្ធស្នាលឡើងវិញព្រោះមុនហ្នឹងគឺរិះគន់នាយករដ្ឋមន្ត្រីអង់គ្លេសថាសង្គ្រាមជាចប់សពគ្រប់ហើយទៅមកចង់ជួយអីកុំយកបងដល់ម្ដងនេះគឺនិយាយទៅវាហាក់បីដូចជាលួងចិត្តស្អំចិត្តនាយករដ្ឋមន្ត្រីប្រទេសអង់គ្លេសថាកុំឲ្យខឹងសម្បាអីអាមេរិកនៅតែត្រូវការជំនួយត្រូវការជួយគ្នាជាសម្ព័ន្ធមិត្តតទៅទៀតទេអីចឹងទៅដូច្នេះពាក្យហ្នឹងក៏មានភាពកាន់តែល្អប្រសើរនៅក្នុងស្ថានភាពនយោបាយទៀតមិនតែប៉ុណ្ណឹងគឺលោកត្រាំក៏បានជជែកទូរស័ព្ទទៅលោក Vladimir Putin ទៅទៀតដែលជាប្រធានាធិបតីរបស់រុស្ស៊ីគឺនិយាយអំពីការដែលត្រូវបញ្ចេញប្រេងពីប្រទេសរុស្ស៊ីដើម្បីកុំឲ្យទីផ្សារហ្នឹងខ្វះប្រេងខ្វះអីនេះតាមពិតបើយើងនិយាយពីរឿងរុស្ស៊ីទៅសុំកលុំទៅអីណានិយាយពីលក់ប្រេងលក់អីហ្នឹងគឺតាមពិតវាមិនមែនចង់ឲ្យរុស្ស៊ីរីកចម្រើនទេប៉ុន្តែលោកត្រាំចង់ស្អំចិត្តរុស្ស៊ីក្នុងន័យថាពិចារណារឿងបទុបថយតនកម្មរឿងលក់ប្រេងលក់អីរបស់រុស្ស៊ីហ្នឹងដើម្បីដោះស្រាយបញ្ហាកុំឲ្យប្រេងឡើងថ្លៃកឡុកអញ្ចឹងក្នុងន័យហ្នឹងបានប្រេងវាចាប់ផ្ដើមធ្លាក់ថ្លៃខ្លាំងមែនតើធ្លាក់លឿនអញ្ចឹងយើងមើលទៅគឺលោកត្រាំគាត់ចង់ប្រាប់ពិភពលោកថាកុំបារម្ភអីរឿងប្រេងហើយអញ្ចឹងទីផ្សារហ្នឹងមានទំនុកចិត្តភ្លាមថាប្រេងមិនខ្វះសង្គ្រាមសង្គ្រាមនៅអ៊ីរ៉ង់ក៏មិនអូសបន្លាយយូរពេលទៀតដែរដោយសារតែលោកត្រាំបានបញ្ជាក់បែបនេះដូច្នេះអញ្ចឹងហើយបានជាប្រេងហ្នឹងចាប់ផ្ដើមចុះឥឡូវនេះនៅប្រេងដែលធ្លាក់ចុះនៅលើពិភពលោកហេតុអីបានជាប្រេងនៅប្រទេសកម្ពុជាទើបតែកំពុងចាប់ផ្ដើមឡើងថ្លៃបងប្អូនសួរមកខ្ញុំច្រើនដែរតាមពិតយើងពិបាកនឹងបន្ទោសក្នុងការដែលប្រេងខាត់គេមិនអោយឡើងថ្លៃណាមិនមែននៅតែស្រុកខ្មែរទេនៅអាមេរិកនេះប្រេងក៏ឡើងថ្លៃដែរព្រោះអីគឺខ្ញុំជម្រាបចឹងនៅការ៉ាស់ម៉ោងណាគឺប្រេងនៅតែលោតឡើងខ្ពស់ហួសពី1 gallon លើសពី$1មុនពីចង់និយាយថាតម្លៃប្រេងដែលចាក់នៅមុនបាញ់គ្នានៅអ៊ីរ៉ង់ហ្នឹងគឺតាប្រហែលមួយ gallon តែ$3.6បានន័យថាប្រហែល4លីត្រហ្នឹងប្រហែលជា$3.6ឯងឥឡូវនេះរហូតដល់$4
70 80អីអញ្ចឹងបានន័យថាក្នុងរយៈពេលដែលឆ្លោះគ្នានេះប្រេងបានឡើងថ្លៃដល់ទៅជាង$1ទៅហើយហ្នឹងហើយបើយើងគិតមើលបើ1លីត្រសំទោស4លីត្រឡើងដល់ទៅជាង$1បានន័យថា1លីត្រឡើង25%ជាងហ្នឹងជិត30%ហ្នឹងអញ្ចឹងតម្លៃ30%អញ្ចឹងបើដូចនៅស្រុកខ្មែរបើគេលក់1លីត្រ1000រៀលហើយទៅឡើងទៅ1300រៀលបើគេលក់1លីត្រ4000រៀលហើយឡើងទៅ5200រៀលវាអត់មានន័យប្លែកទេព្រោះនេះគឺជាការឡើងមែនឯងគឺជាការឡើងប្រេងនៅលើពិភពលោកណាដែលដល់ពេលដែលគាត់ត្រូវដំឡើងព្រោះគាត់ពេលទៅទិញចូលគាត់អាចទិញថ្លៃហើយលក់ចេញវិញគឺគាត់ត្រូវលក់តម្លៃហ្នឹងក៏ប៉ុន្តែអារឿងទិញចូលថ្លៃហើយលក់ថ្លៃវាជារឿងមធ្យមទេងុំនឹងអាកាលទិញចូលហ្នឹងគឺជាតម្លៃថោកទេប៉ុន្តែឥឡូវទីផ្សារគេចាប់ផ្ដើមឡើងថ្លៃហើយអញ្ចឹងគាត់ត្រូវការលក់ឡើងថ្លៃដើម្បីបានចំណេញព្រោះបើថ្ងៃអនាគតទៅប្រេងវាអត់ចុះហើយយើងទៅលក់ថោកយ៉ាងម៉េចវាទៅទិញប្រេងមកវិញវាខាតអញ្ចឹងទៅអានេះក្នុងសេដ្ឋកិច្ចទីផ្សារមើលទៅគឺគាត់ចាប់ផ្ដើមលក់នៅក្នុងតម្លៃទីផ្សារមួយដើម្បីទី1ការពារការខាតបង់ឬក៏ជាឱកាសចំណេញផងហើយទៅតែនឹងចាប់ផ្ដើមឡើងហ្នឹងហើយដល់ពេលហើយបងប្អូនថាចុះហេតុអីក៏មិនចុះមិនទាន់ភ្លាមទេហើយជាទម្លាប់បើថាបានឡើងហើយនិយាយពីឡើងលឿនមែនតើឡើងព្រឹបប៉ុន្តែបើចុះវិញនិយាយពីកើមដូចខ្យងអញ្ចឹងបាទហ្នឹងគឺជាទម្លាប់អ្នករកស៊ីនៅណាក៏ដូចនៅណាដែរតែក៏បើនៅអាមេរិកនេះបើថាគេចុះព្រឹបឡើងបើចុះ$1នៅក្នុង1កាឡុងគឺគ្រប់ការ៉ាសាំងគឺត្រូវតែចុះឲ្យលឿនមែនតើណាព្រោះបើអត់ចុះលឿនគឺប្រជាពលរដ្ឋគេចំណាំមុខទុកគេលែងតែចាក់សាំងនៅការ៉ាសាំងយើងនឹងអញ្ចឹងប៉ុន្តែនៅកន្លែងខ្លះជាពិសេសក្នុងប្រព័ន្ធដឹកនាំបែបផ្ដាច់ការគឺគេសុំកលុំគ្នាបានន័យថាអ្នករកស៊ីធំហ្នឹងសុំកលុំគ្នាគឺអត់ចុះលឿនទេចុះស្បឺបន្តិចម្ដងទៅដើម្បីយកចំណេញហ្នឹងឲ្យបានច្រើនអញ្ចឹងណាវាអត់ស្មោះត្រង់ដែរប៉ុន្តែបងប្អូនឥឡូវនេះគឺយើងរំពឹងចេះថាតម្លៃប្រេងហ្នឹងគឺវានឹងចុះជាបន្តបន្ទាប់តរៀងទៅហើយអ្វីដែលលោកត្រាំចង់ឲ្យពិភពលោកចុះប្រេងកាន់តែច្រើនកាន់តែខ្លាំងហ្នឹងគឺគាត់ចង់ស្អំចិត្តប្រជាពលរដ្ឋនៅលើពិភពលោកផងប្រជាពលរដ្ឋនៅអាមេរិកនេះផងហេតុអីបានខ្ញុំថាស្អំចិត្តបើគាត់គិតថាធ្វើឲ្យតម្លៃប្រេងនេះវាអាចធ្លាក់ចុះបានដោយសារតែគាត់ប្រាប់ទៅថាសង្គ្រាមអ៊ីរ៉ង់នឹងវាចប់សពគ្រប់គឺគាត់បានជោគជ័យយ៉ាងត្រចះត្រចង់ធំមួយទាំងផ្នែកនយោបាយការទូតទាំងផ្នែកនយោបាយស្អំចិត្តប្រជាពលរដ្ឋនៅអាមេរិកទាំងចិត្តសាស្ត្រសង្គ្រាមនៅអ៊ីរ៉ង់ធ្វើឲ្យក្រុមអ្នកតស៊ូនៅអ៊ីរ៉ង់បាក់ស្បាតឬក៏បាក់ទឹកចិត្តលែងអាចតស៊ូតទៅទៀតបានព្រោះអីអាមេរិកប្រកាសថាសង្គ្រាមនឹងវាដូចជាចប់ហ្នឹងនៅក្នុងន័យថាម៉េចបងប្អូនបានន័យថាអ៊ីរ៉ង់លែងតដៃខ្លាំងបានទៀតហើយអាមេរិកអាចចាប់ផ្ដើមគិតគូរអំពីការផ្លាស់ប្ដូររបបនេះដោយជំនួសមនុស្សថ្មីហើយមនុស្សណាដើម្បីអាចជំនួសអ៊ីរ៉ង់បានលោកត្រាំថ្ងៃនេះគាត់បានបង្ហើបថាមានមនុស្សនៅក្នុងចិត្តរបស់គាត់នៅក្នុងការសម្លឹងមើលរបស់គាត់ហើយសម្រាប់ប្រជាពលរដ្ឋអ៊ីរ៉ង់មេដឹកនាំនៅអ៊ីរ៉ង់នឹងឯងដើម្បីយកមកជំនួសឬក៏កែប្រែផ្លាស់ប្ដូររបបនេះដើម្បីរៀបចំឲ្យមានការបោះឆ្នោតមួយដោយសេរីត្រឹមត្រូវនិងយុត្តិធម៌យ៉ាងណានោះឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់ជាអ្នកសម្រេចក៏ប៉ុន្តែលោកអត់បានប្រាប់ឈ្មោះថាអ្នកនោះជាអ្នកណាទេលាក់ឈ្មោះដែរប្រហែលជាគាត់មិនទាន់មានឈ្មោះនឹងពិតប្រាកដឬក៏គាត់ទុកឲ្យឆ្ងល់ឬក៏អាចជាចិត្តសាស្ត្ររបស់ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះដើម្បីចង់បំបាក់ស្មារតីសង្គ្រាមចិត្តសាស្ត្រឲ្យក្រុមសំទោសឲ្យក្រុមទាហានអ៊ីរ៉ង់ឬក៏អ្នកដែលតស៊ូនៅនោះគឺគិតថាគេបានរៀបចំអីរួចរាល់ហើយក៏ប៉ុន្តែសួរថាតើអ៊ីរ៉ង់សង្គ្រាមនឹងចប់សពគ្រប់ដោយលោកត្រាំនឹងនិយាយយ៉ាងម៉េចម៉ានថ្ងៃនេះគឺសង្គ្រាមនេះចាប់ផ្ដើមរៀលដាលដល់ការវាយប្រហារទៅលើទីតាំងស៊ីវិលគេហៅថា civil objects អាទីតាំងស៊ីវិលហ្នឹងមានដូចជាអីរោងចក្រផលិតចម្រាញ់ប្រេងកាតរបស់អ៊ីរ៉ង់ច្រើនកន្លែងណាស់ដែលត្រូវបាញ់ឆេះខ្ទេចខ្ទីឥឡូវនេះអ៊ីរ៉ង់កំពុងតែពុលផ្សែងនៃអាផ្សែងដែលឆេះឈួលពីប្រេងឆៅនៃរោងចក្រចម្រាញ់ប្រេងហ្នឹងដែលវាផ្ទុះទៅវាឆេះខ្មួលខ្មាញ់ពេញផ្ទៃអាកាសសាបែបនេះគឺធ្វើឲ្យអាកាសធាតុហ្នឹងក៏អាប់អួរមានបញ្ហាច្រើនសម្រាប់អ្នកដែលរស់នៅប្រទេសអ៊ីរ៉ង់ដែរ
អានេះហើយដែលធ្វើឲ្យស្ថានភាពវារៀងអាប់អួរផ្នែកអាកាសធាតុប៉ុន្តែបើនិយាយអំពីសង្គ្រាមដែលលោកត្រាំថាអញ្ចឹងគឺអ៊ីរ៉ង់ទុនដៃទុនជើងហើយក៏យើងឃើញថាអ៊ីរ៉ង់តដៃលែងសូវបានច្រើនដែរអ៊ីរ៉ង់អាចនៅសង្ងំយកពឹសអញ្ចឹងទៅមានអាវុធទំនើបរបស់ខ្លួនដែលលាក់នៅក្រោមដីរូងដីហ្នឹងគឺលាក់សិនទៅព្រោះមិនហ៊ានបញ្ចេញក៏ប៉ុន្តែសំណួរសួរទៅវិញថាបញ្ចេញមកបញ្ចេញតាមផ្លូវណាទ័ពអាកាសក៏ខ្ទេចខ្ទីបាក់អស់អាលីងហើយម៉ត់ម៉ត់ខ្ទេចខ្ទីតែម្ដងអាហ្នឹងគឺនិយាយពីដែនអាកាសគឺអស់រលីងរបស់អ៊ីរ៉ង់ដែនទឹកអស់អាលីងនាវាចម្បាំងលិចនៅបាតសមុទ្រអស់ហើយជើងទឹកជើងគោកបានន័យថាចង់និយាយទ័ពនៃទ័ពបដិវត្តន៍របស់អ៊ីរ៉ង់ហ្នឹងគឺកំពុងកើបលើក្នុងរូងដីអស់ហើយมันអាចចេញមកប្រយុទ្ធបានទេប៉ុន្តែឥឡូវនេះវាអត់ទាន់មានការដែលត្រូវបញ្ជូនកងកម្លាំងថ្មើរជើងអីចុះទៅនឹងប្រទេសអ៊ីរ៉ង់នៅឡើយទេលោកត្រាំបាននិយាយថាទៅថ្ងៃមុខគាត់មិនបានបដិសេធថានឹងមិនបញ្មិនមិនមិនបានបដិសេធរឿងការបញ្ជូនទាហានអាមេរិកដើម្បីចុះទៅវាយថ្មើរជើងនៅអ៊ីរ៉ង់ទេគាត់នៅតែបង្ហើបអញ្ចឹងក៏ប៉ុន្តែមែនតើទៅការបញ្ជូនទាហានថ្មើរជើងចុះទៅដល់ក្នុងប្រទេសអ៊ីរ៉ង់នេះវាអាចជារឿងយុទ្ធសាស្ត្រត្រូវវែងឆ្ងាយបន្តិចព្រោះវាប្រថុយប្រឋានច្រើនចុះបើយើងមានបច្ចេកវិទ្យា drone មានបច្ចេកវិទ្យាទំនើបដែលប្រើយន្តហោះបាញ់ពីលើអាកាសចាំបាច់ឲ្យមានតបថ្មើរជើងទៅអីមានបងប្អូនសួរច្រើនណាចុះបើប្រើមនុស្សយន្តប្រើគ្រឿងយន្តបានហើយទៅយកតបថ្មើរជើងឲ្យស្លាប់ទៅអីបងប្អូនមកដល់ម៉ោងនេះគឺមានបងប្អូនសហគមន៍ខ្មែរយើងដែលមានកូនធ្វើទាហានក៏កំពុងតែត្រៀមចិត្តត្រៀមកាយដែរព្រោះទាហានទាំងអស់នោះគឺត្រូវការចាប់មិនមែនថាចាប់ទេគឺត្រៀមខ្លួនចុះទៅបើសិនជាអាមេរិកត្រូវការឲ្យចូលទៅជាទាហានថ្មើរជើងនៅក្នុងប្រទេសអ៊ីរ៉ង់គឺយើងត្រូវតែព្រោះអីយើងបានចុះកិច្ចសន្យាចូលបម្រើទ័ពពេលដែលប្រទេសជាតិត្រូវការគឺយើងត្រូវតែអត់មានរុញរាយទេដូច្នេះរឿងនេះគឺជាការបម្រើជាតិដោយស្មោះស្ម័គ្រហើយបើសិនជាត្រូវបញ្ជូនគឺគេបញ្ជូនទៅហើយប៉ុន្តែគ្រាន់តែជាការត្រៀមមិនមែនតាន់ការដឹកបញ្ជូនទៅអីនៅឡើយទេហើយនេះក៏ជាចិត្តសាស្ត្ររបស់លោកត្រាំមួយដែរចង់ប្រាប់ទៅប្រទេសអ៊ីរ៉ង់ប្រាប់ថាអាមេរិកបានត្រៀមខ្លួនរួចរាល់ទៅហើយមានទាំងទាហានថ្មើរជើងមានទាំងទ័ពអាកាសមានទាំងនាវាខាងជើងទឹកជើងអីនិយាយទៅគឺគ្រប់អ៊ីរ៉ង់អត់មានច្រកចេញទេអ៊ីរ៉ង់អត់មានច្រកចេញគឺមានតែមួយគត់គឺអ៊ីរ៉ង់ត្រូវលើកទង់ជ័យសហើយចាប់ផ្ដើមអនុញ្ញាតឲ្យរៀបចំស្រុកនេះឡើងវិញទៅព្រោះអីមេដឹកនាំអ៊ីរ៉ង់សប្ងៃដែលគេទៅរើសបានមកហ្នឹងដែលជាកូនប្រុសទី2ច្បងរបស់លោកអាលីហាមេនេហ្នឹងដែលឈ្មោះម៉ូតាបាហាមេនេហ្នឹងក៏មិនអាចមកចេញកែនស្អីនិយាយកាន់ក្បាលមេក្រូអីប្រកុកប្រកាសអីដូចកាលលើកមុនដែលគាត់ធ្វើបាននោះមិនបានទេព្រោះអីលោកត្រាំបាននិយាយហើយថាឃើញនៅកន្លែងណាបាញ់កំទេចកន្លែងហ្នឹងដូច្នេះកុំថាឡើយកំទេចទាំងមេដឹកនាំថ្មីនេះអ្នកដែលចូលដៃគ្នាទាំង88នាក់ដែលនាំគ្នាទៅជ្រើសតាំងគាត់ហ្នឹងឲ្យតែជួបនៅកន្លែងណាគឺកំទេចអញ្ចឹងទៀតអានេះគឺជាសាររបស់គាត់ហ្នឹងគឺថាធ្វើឲ្យក្រុមនេះគឺមិនអាចនឹងបង្ហាញខ្លួននៅទីសាធារណៈបានទេហើយបើសិនជានិយាយទៅមានក្រុមស៊ើបការសម្ងាត់ហ្នឹងអីយកព័ត៌មានអញ្ចឹងពួកគាត់នឹងប្រឈមបញ្ហាច្រើនណាស់អាហ្នឹងហើយដែលធ្វើឲ្យសង្គ្រាមនៅអ៊ីរ៉ង់នេះវាចាប់ផ្ដើមនៅតែផ្សែងពុលពេញអាកាសាតាក់ទងនឹងការដែលថាបាញ់កំទេចរោងចក្រចម្រាញ់ប្រេងកាតរបស់អ៊ីរ៉ង់ទេប៉ុន្តែបើនិយាយពីបរិយាកាសទូទៅមែនតែនគឺចាប់ផ្ដើមធូរស្បើយច្រើនហើយគឺក្របផ្លោងក្របអីហ្នឹងគឺស្បើយស្ទើរតែរលត់ទៅហើយដោយសារតែអ៊ីរ៉ង់អត់អាចតដៃបានហើយមានតទៅមុខទៀតថាតើវានឹងយ៉ាងម៉េចទៅវិញអ៊ីរ៉ង់គេសងសឹកទេអ៊ីរ៉ង់អត់នៅស្ងៀមទេក៏ប៉ុន្តែតើការសងសឹកនឹងជ្រើសរើសទៅជាការធ្វើសង្គ្រាមរបៀបក្រុមក្របបែកអត្តឃាតឬក៏ក្រុមអីយើងចាំមើលតទៅទៀតអ្វីដែលពិបាកសម្រាប់ក្រុមអ៊ីរ៉ង់នេះគឺមានភាពឯកោច្រើនណាស់បងប្អូនមកដល់ម៉ោងនេះបានយើងដឹងថាអ៊ីរ៉ង់ឯកោខ្លាំងមែនតើប្រទេសដែលអ្នកដូចជារុស្ស៊ីដែលជាមិត្តជិតស្និទ្ធជាមួយនឹងអ៊ីរ៉ង់ជួយសពាវុធយោធាឬក៏ការងារស៊ើបការសម្ងាត់អីច្រើនជួយគ្នាទៅវិញទៅមកព្រោះអ៊ីរ៉ង់ធ្លាប់ជួយរុស្ស៊ីក្នុងការបញ្ជូន drone Shahed ឲ្យទៅទម្លាក់នៅអ៊ុយក្រែនអីអញ្ចឹងទៅលក់អាវុធហ្នឹងឬក៏ជួយការងារអីច្រើនក៏ប៉ុន្តែពេលនេះរុស្ស៊ីអត់ជួយអ៊ីរ៉ង់បានច្រើនទេហើយមិនត្រឹមតែប៉ុណ្ណឹង
គឺរុស្ស៊ីក៏ទន់លងជាមួយនឹងការវាយជាមួយនឹងអ៊ុយក្រែនហើយដោយសារតែលោកត្រាំបានប្រាប់ពិភពលោកឬក៏ប្រាប់លោកពូទីននឹងថាយើងជាមិត្តភក្តិជិតស្និទ្ធល្អនឹងគ្នាទេព្រោះអីយើងជាមេដឹកនាំផ្ដាច់ការដូចគ្នាអញ្ចឹងអត់មានអីប្លែកទេលោកត្រាំធ្លាប់បាននិយាយថាថ្ងៃដែលគាត់កាន់តំណែងលើកដំបូងថ្ងៃទី1ហ្នឹងគឺគាត់នឹងក្លាយទៅជាមេដឹកនាំផ្ដាច់ការក៏អត់មានប្រវាប្រកាសផងចង់ឲ្យពិភពលោកទាំងអស់នឹងបានដឹងហើយដល់អញ្ចឹងទៅក៏គិតថាលោក Vladimir Putin ហ្នឹងក៏ជាមេដឹកនាំផ្ដាច់ការអញ្ចឹងយើងអាចធ្វើការជាមួយគ្នាបានកុំររឿងគ្នាបើររឿងត្រូវត្បងទៀតដល់អញ្ចឹងទៅVladimir Putin ដោយសារតែគិតថាអាមេរិកអាចនិយាយជាមួយអ៊ុយក្រែនបានសម្រោះសម្រួលដើម្បីអ៊ុយក្រែនព្រមឲ្យដីដែលខ្លួនបានឈ្លានពានហ្នឹងឲ្យទៅកាន់កាប់អញ្ចឹងទៅបានជានៅស្អំចិត្តជាអាមេរិកនឹងតរៀងទៅដែរនិយាយទៅជាល្បិចខូចប៉ុន្តែអាមេរិកអត់ខូចទេអាមេរិកខូចសំន័យថាអាមេរិកឆ្លាតខូចរបៀបឆ្លាតដែរឆ្លាតនៅត្រង់ថាឲ្យតែចំណេញប្រយោជន៍បានទាំងអ៊ុយក្រែនបានទាំងរុស្ស៊ីព្រោះអ៊ុយក្រែនអាមេរិកជួយទៅប្រាប់ថាត្រូវការទិញប្រព័ន្ធការពារសន្តិសុខអីឡាក់នឹងឡាក់ត្រូវទិញអាវុធទិញអីច្រើនពីអាមេរិកឬក៏ទិញការធានានឹងពីលោកត្រាំពីរដ្ឋាភិបាលលោកត្រាំហ្នឹងទៅឯរុស្ស៊ីក៏នៅតែអែបអបអាមេរិកដែរដើម្បីអីក្រែងលោអាចលួងអ៊ុយក្រែនឲ្យចុះកិច្ចសន្យាលើបទឈប់បាញ់ហើយប្រគល់ដីដែលរុស្ស៊ីគ្រប់គ្រងបានប្រមាណ 25% ហ្នឹងឲ្យរុស្ស៊ីកាន់កាប់តែប៉ុន្តែកន្លងមកអ៊ុយក្រែនរឹងប៉ឹងជំហររបស់អ៊ុយក្រែនរឹងប៉ឹងពេកបានជារុស្ស៊ីមិនអាចសូម្បីតែអាមេរិកក៏គ្មានឥទ្ធិពលគំរាមលោក Vladimir ច្រើនលោក Zelensky អ៊ុយក្រែននឹងច្រើនដងដែរប៉ុន្តែអ៊ុយក្រែនគេមានសម្ព័ន្ធមិត្តច្រើនអ្នកជួយឈឺឆ្អាលដូចជានៅអឺរ៉ុបដូចអីហ្នឹងបារាំងអាល្លឺម៉ង់អង់គ្លេសអ៊ីតាលីអីហ្នឹងគឺមើលទៅហាក់បីដូចជាមានសមានចិត្តជាមួយនឹងប្រទេសអ៊ុយក្រែនច្រើនអញ្ចឹងទៅអ៊ុយក្រែនក៏នៅតែមានឥទ្ធិពលហើយរុស្ស៊ីក៏នៅចាំអ៊ុតមើលលទ្ធផលដែរខេងលោបានទទួលយកអាដីដែលរុស្ស៊ីដណ្ដើមបានវាទីយកមកបានណាបងប្អូនរុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែនពេលដែលខ្ញុំប្រើពាក្យឈ្លានពានមានបងប្អូនយើងនៅតាមបណ្ដាញសង្គម Facebook ដែលជា fan របស់ខ្ញុំដែរហ្នឹងតែតាមដានការផ្សាយរបស់ខ្ញុំថាខ្ញុំនិយាយពីថាអាមេរិកឈ្លានពានដែនអធិបតេយ្យរបស់អ៊ីរ៉ង់គឺមិនត្រូវទេព្រោះអីបើថៃឈ្លានពានដែនអធិបតេយ្យរបស់ខ្មែរអានឹងត្រូវព្រោះថៃវាយហើយដណ្ដើមយកដីខ្មែរទៅកាន់កាប់ឯអាមេរិកវិញវាយអ៊ីរ៉ង់មិនបានចូលទៅប៉ុនប៉ងយកដីអ៊ីរ៉ង់មកកាន់កាប់គ្រប់គ្រងទេដូច្នេះនៃនេះគឺគេមិនហៅថាឈ្លានពានទេអានឹងតាមការបកស្រាយរបស់គាត់ទេណាបងប្អូនក៏ប៉ុន្តែខ្ញុំមែនតើខ្ញុំស្ដាប់ការផ្ដល់យោបល់ដែរប៉ុន្តែពាក្យឈ្លានពានគឺជាការរំលោភបំពានមិនមែនបានន័យថាជាការទៅដណ្ដើមព្រោះនៅក្នុងអំពើឈ្លានពានហ្នឹងបានន័យថាម៉េចគឺយើងឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជាឧទាហរណ៍យក F16 ចូលបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជានឹងគឺជាអំពើឈ្លានពានដែនអធិបតេយ្យកម្ពុជាហើយមិនចាំបាច់តែមកគ្រប់គ្រងដីក៏វាជាអំពើឈ្លានពានដែរព្រោះយើងឈ្លានពានចូលក្នុងដែនសមត្ថកិច្ចនៃប្រទេសមួយដោយរំលោភរដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិរំលោភរដ្ឋធម្មនុញ្ញរបស់អាស៊ានរំលោភច្បាប់អន្តរជាតិផ្សេងនៅក្នុងការមិនអាចឈ្លានពានរំលោភដែនអធិបតេយ្យរបស់ប្រទេសដទៃដូច្នេះពាក្យឈ្លានពានមិនមែនបានន័យថាតតែទៅយកដីគេបានហៅតែឈ្លានពានទេគឺយើងរំលោភច្បាប់អន្តរជាតិចូលក្នុងដែនអធិបតេយ្យប្រទេសដទៃគឺមានពាក្យថាឈ្លានពាននឹងហើយប៉ុន្តែវាខុសគ្នាត្រង់ថៃឈ្លានពានកម្ពុជាគឺបំណងចង់បានដីកម្ពុជាយកទៅគ្រប់គ្រងកម្មសិទ្ធិផ្ដាច់មុខអីឬក៏របស់ខ្លួនអាមេរិកឈ្លានពានប្រទេសអ៊ីរ៉ង់ក្នុងន័យថាទៅរំដោះរបបនេះឲ្យផុតពីរបបផ្ដាច់ការប្រគល់ជោគវាសនានៅក្នុងការគ្រប់គ្រងប្រទេសឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់ជាអ្នកគ្រប់គ្រងហើយអាមេរិកមិនមានបំណងកាត់ដីកាត់ទឹករបស់អ៊ីរ៉ង់យកទេប៉ុន្តែពាក្យនេះនៅតែឈ្លានពានដដែលទេគឺក្នុងន័យថាអាមេរិកក៏បានរំលោភរដ្ឋធម្មនុញ្ញរបស់ខ្លួនឯងដែរក្នុងការដែលទៅរំលោភដែនអធិបតេយ្យរបស់ប្រទេសអ៊ីរ៉ង់រំលោភធម្មនុញ្ញនេះគឺដោយសារតែមិនឆ្លងសភាក៏ប៉ុន្តែឥឡូវនេះសភារបស់អាមេរិកហ្នឹងក៏បានបោះឆ្នោតរួចទៅហើយថា
បើវាយអេរ៉ង់បន្តទៀតក៏មិនចាំបាច់ឆ្លងសភាដែរធ្វើត្រូវក៏ប៉ុន្តែអាការធ្វើត្រូវនេះគឺនៅពេលដែលវាយអេរ៉ង់រួចទៅហើយទេគឺអ្វីអង្គទៅជាបាយការប្រព្រឹត្តខុសគឺវាកើតឡើងទៅហើយបងប្អូនសួរថាចុះហេតុអីបានជាមកចោទអាមេរិកថាប្រព្រឹត្តខុសខ្ញុំនិយាយអំពីរដ្ឋធម្មនុញ្ញខ្ញុំនិយាយអំពីគោលការណ៍របស់អង្គការសហប្រជាជាតិ